ក្មេងស្រីតូចចង់ឲ្យម្ដាយរបស់នាងដើម្បីរងទុក្ខតិចក្នុងអំឡុងពេលផលិតកម្មក្បាលពិតជានៅខាងក្នុងក្រពះបន្ទាប់មកគាត់បានអនុវត្តជំនាញពិសេសរបស់គាត់មិនអីទេអនុញ្ញាតឲ្យខ្ញុំបង្ហាញពីទីតាំងរបស់ទារកដោយខ្លួនឯងទុកម៉ាក់ខ្ញុំសម្រាលកូនបានស្រួលជាមួយនឹងពន្លឺពណ៌មាសភ្លឺចែងចាំងទារកបានកើតភ្លាមដំណើរការផលិតទាំងមូលតែប៉ុណ្ណោះនៅសល់តែ1នាទីទៀតប៉ុណ្ណោះពេលនេះ1នាទីទៀតស្ត្រីដែលមានជំងឺបេះដូងម្ខាងក៏នៅទីនោះដែរនៅពេលនេះសាច់ដុំបេះដូងស្ត្រីមិនត្រឹមពិបាកសម្រាលកូននិងហូរឈាមធ្ងន់ធ្ងរសូម្បីតែពេលនេះក៏បានប៉ះពាល់ដល់ចង្វាក់បេះដូងរបស់ទារកយ៉ាងលឿនកាលពីមុនជីវិតរបស់នាងក្មេងស្រីនោះជាមានដើមកំណើតមកពីគ្រួសារអ្នកសរសេរអក្សរតែឪពុករបស់នាងនឹងរក្សាវាទុកក្នុងចិត្តជានិច្ចតែពន្លឺព្រះច័ន្ទពណ៌នឹងនាងប៉ុណ្ណោះកូនប្រុសដើម្បីសាងសង់សម្រាប់កូនប្រុសរបស់គាត់ពិធីជប់លៀងខួបកំណើតរបស់ក្មេងស្រីនៅពីមុខសាលដែលពោពេញដោយភ្ញៀវទៅកាន់ស្ត្រីម៉ារីនោះត្រូវបានគេមើលងាយតាមពិធីផ្សេងជាពិសេសជារបស់ប្រណិតគ្រប់ប្រភេទការសរសើរហើយនេះគឺដោយសារតែក្មេងស្រីនោះជារបស់ផលិតផលនៃភាពស្រាលស្រាលពេលស្រវឹងដែរខ្លាចថាក្មេងស្រីនឹងចូលរៀននៅមហាវិទ្យាល័យពេលនេះផ្សេងវណ្ណនឹងភីកិងជាប់ចំណាត់ទោះបីជាខ្ញុំសិក្សាវ៉ាក៏ដោយក៏ពុកខ្ញុំមិនដែលសម្លឹងមើលនៅបេះដូងរបស់នាងតែងតែមានតែមួយកូនប្រុសអត់ប្រយោជន៍នោះដោយមិននឹកស្មានដល់ស្ត្រីដែលមានជំងឺកាំងបេះដូងបានក្លាយជាកូនប្រុសខ្លួនឯងទៀតបន្ទាប់មកគាត់ពិតជាបានបើកឡានទៅឈប់ទាំងស្រុងពុកក្មេងស្រីនោះរហូតដល់ស្លាប់អតិថិក្មេងស្រីនោះបានដឹងតែពីអ្វីដែលនាងបានពិភពនៃពូជពងពិតជាសៀវភៅមួយក្បាលប្រឡំលោកខ្ញុំគ្រាន់តែជាមនុស្សដែលរកលុយបានមានសម្រាប់អ្នកដែលបានជ្រើសរើសចំណីកាណុងក្មេងស្រីនោះបានកើតជាថ្មីភ្លាមវាបានចូលទៅក្នុងផ្ទៃម្ដាយហើយនេះនាងបានបដិសេធមិនជឿលើអំពើអាក្រក់នេះពេញមួយជីវិតជាការចាំបាច់ដើម្បីអនុញ្ញាតឲ្យអ្វីដែលអាចត្រូវបានជ្រើសរើសនិងបង់ថ្លៃទោះយ៉ាងណាក៏ដោយនៅពេលនេះមួយបរិសុទ្ធចំណាស់បានដើរចូលទៅរួចលើកដៃឡើងក្មេងស្រីនៅក្នុងផ្ទៃភ្លាមទីពីក្លិនទឹកថ្នាំនេះជាគ្រូសរសេរអក្សរចំរបស់នាងលោកតានៅពេលនេះម៉ាក់ក៏មានអារម្មណ៍ដែរកូនស្រីចូលចិត្តស្ត្រីខ្លាំងណាស់បរិសុទ្ធចំណាស់នោះមានទាំងការភ្ញាក់ផ្អើលនិងរីករាយហើយបន្ទាប់មកគាត់បានយកដំបងទឹកថ្នាំមួយចេញឲ្យសម្រាប់ចៅស្រីរបស់ខ្ញុំមិននឹកស្មានដល់ម្ដាយទើបតែយកវាទៅដាក់វានៅលើពោះរបស់អ្នកក្មេងស្រីនេះបង្ហាញពីភាពរឹងមាំមួយមិនពេញចិត្តតើនេះជាអ្វីក្លិនក្រអូបឧស្សាហកម្មថោករសជាតិដ៏ឈ្ងុយឆ្ងាញ់សូមយក30យ៉នទៅសិក្សាសេងម៉ូគ្រាន់តែចង់កំចាត់ខ្ញុំដែលជាបរិសុទ្ធគ្រួសារម្នាក់សង្ឃឹមសម្រាប់អនាគតទេមែនទេពេលឃើញទស្សនវិជ្ជានេះបរិសុទ្ធចំណាស់នោះក៏លែងគាត់មិនត្រឹមតែមិនខឹងទេថែមទាំងរំភើបថែមទៀតរំភើបភ្ញាក់ផ្អើលដែលនាងនៅតែស្ថិតក្នុងផ្ទៃម្ដាយចៅស្រីនៅក្នុងគ្រួសារមានចំណេះដឹងរួចហើយបន្ទាប់មកគាត់បានដកខ្លួនចេញភ្លាមទីបំផុតគាត់បានបង្ហាញអ្វីដែលគាត់បានលាក់បាំងរយៈពេលយូរត្រូវបានប្រគល់ឲ្យចៅស្រីរបស់គាត់ពិតជាមិនបានបង្កបញ្ហាអ្វីទេចូលចិត្តក្លិននេះជាពិសេសហើយនេះជាជំហានដំបូងរបស់ក្មេងស្រីក្នុងការកាត់បន្ថយទាក់ទាញចំណាប់អារម្មណ៍របស់គ្រួសារគេដោយយកចិត្តទុកដាក់ពីអាជ្ញាធរខ្ពស់បំផុតថ្ងៃផលិតបានមកដល់យ៉ាងលឿនផលិតកម្មនៅថ្ងៃដដែលហើយនោះគឺជាសេចក្តីស្រឡាញ់ដែលមិនតបស្នងរបស់ស្វាមីនៅពេលនេះស្វាមីហើយដេកឈរយាមក្បែរពន្លឺព្រះច័ន្ទពណ៌នៅម្ខាងឃើញឪពុករបស់ស្រីយ៉ាងច្បាស់លាស់ក្មេងស្រីនោះដោយចិត្តក្លាហានបានសម្រេចចិត្តបន្ទាប់ពីអ្នកចេញទៅក្រៅចូលថែរក្សាម្ដាយរបស់អ្នកបានល្អការចាប់ផ្ដើមនៅក្នុងជប់មួយក្មេងស្រីនោះមានអាយុតិចជាងពេលវេលារបស់នាឡិកាបានកើតមកហើយអ្វីទាំងអស់មនុស្សគិតថាក្មេងស្រីនោះនៅទីនោះដើម្បីហើយផ្ទុយទៅវិញស្ត្រីដែលមានល្បិចកកូនប្រុសបានមកទាបំណុលហាអ្នកហ៊ានហៅខ្លួនឯងបែបនោះមែនទេអ្នកដែលត្រូវបានជ្រើសរើសលើក្រោយយើងនឹងចែកចាយទារកឡាប៉ុន្តែយ៉ាងណាក៏ដោយគាត់គឺជាផ្នែកមួយអ្នកដែលត្រូវបានជ្រើសរើសសូម្បីតែក្នុងកាលៈទេសៈដ៏លំបាកក៏ដោយទោះបីជាមានការថប់បារម្ភក៏ដោយទីបំផុតបានចង់មកតែដល់ពេលនេះគម្រោងរបស់គាត់ស្ត្រីរូបនេះហៀបនឹងចាប់ផ្ដើមបង្កបញ្ហាម្ដងទៀតគឺនិយាយដោយចំអកឬមិនច្បាស់លាស់ស្ត្រីនោះបាននិយាយថាកូនស្រីរបស់គាត់ណាសូម្បីតែការយំក៏ខ្លាំងជាងអ្នកដទៃដែរសម្លេងកូនគាត់ខ្លាំងជាងមិនដូចសម្លេងកូននាងទេកូនប្រុសមិនបានយំឬអ៊ូតុងអ្វីឡើយនាងហាក់ដូចជាមនុស្សស្ងប់ស្ងាត់និងឆ្លាតវៃកូននឹងទទួលបន្ទុកនៅថ្ងៃអនាគតជាក់ជាមិនខានអាវធំរបស់ជីតារបស់គាត់បានខ្លាយជាអ្នកសរសេរអក្សរផ្ចង់ដ៏ល្អឥតខ្ចោះការបែងចែកដោយមិននឹកស្មានដល់សម្លេងរបស់ស្ត្រីដែលមានល្បិចកលនោះបានរកចំណៅក៏ដើរចូលមកដើមឡើយខ្ញុំចង់ទៅពិនិត្យមើលចៅប្រុសរបស់គាត់ជាមុនតែបរិសុទ្ធចំណាស់បានដើរមកចិត្តគាត់យំខ្លាំងណាស់មើលទៅពិតជាអាក្រក់ណាស់មិនថាអ្នកបញ្ចុះបញ្ចូលនាងយ៉ាងណាក៏ដោយស្រីមានបរិសុទ្ធចំណាស់បានឃើញទស្សនវិជ្ជានេះទឹកមុខរបស់ក្មេងប្រុសបានផ្លាស់ប្ដូរភ្លាមបន្ទាប់មកគាត់បែរខ្លួនហើយដើរទៅរកស្ត្រីក្មេងស្រីនោះបានដឹងខ្លួនឱកាសបានមកដល់ដូច្នេះគាត់បានបង្ហាញភ្លាមថាស្វាគមន៍ពួកគេដោយស្នាមញញឹមដ៏ស្រស់ស្អាតដោយការរំពឹងទុកណាស់លោកម្ចាស់បេះដូងកុមារបានរលាយទៅហើយពេលឃើញវាបន្ទាប់មកក្មេងស្រីនោះបានឆ្លៀតឱកាសទាញពេជ្រនោះត្រូវបានយកបរិសុទ្ធចំណាស់កំពុងចាប់ផ្ដើមលេងសើចវាច្បាស់ណាស់ថាក្មេងស្រីនេះហាក់ដូចជាចូលចិត្តសរសេរអក្សរចង់និងគំនូរដូច្នេះភ្លាមយកជូសរសេរអក្សរចង់មួយចេញហើយឲ្យវាទៅគាត់ណាស់គាត់បានឆក់យកវាភ្លាមទៅបន្ទាប់មកគាត់បានដើរតាមទៅម្ខាងក្រឡេកមើលមួយផ្លែតស្រាប់តែលេចចេញមកឈុតឆាកអពូតហេតុមួយឃើញដូច្នោះបរិសុទ្ធចំណាស់ក៏មានចិត្តរីករាយដោយរីករាយខ្លាំងគាត់ក៏ប្រញាប់លោកដៃទៅអប់នាងគាត់បានរៀបរាប់ពីចៅស្រីដ៏គួរឲ្យស្រឡាញ់របស់គាត់ដែលជាអ្នកស្នងតំណែងនាពេលអនាគតរបស់មនុស្សតែចិញ្ចឹមបីបាច់ថែរក្សាខ្លួនឯងបន្ទាប់មកគាត់បានបញ្ជាឲ្យបរិសុទ្ធរបស់គាត់ទឹកថ្នាំនិងបារីដ៏ល្អបំផុតត្រូវបានគេស្រីរបស់ខ្ញុំផ្ទាល់ជាអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតអាហារបំពន់ទាំងអស់ត្រូវបានផ្ដល់ឲ្យកូនប្រសាស្រីនៅពេលនេះស្ត្រីមានល្បិចកនោះគ្មានប្រយោជន៍ទេតែកំពុងប្រព្រឹត្តការខ្លាំងណាស់តាមពិតនាងគំនិតនៃការសម្លាប់ម្ដាយនិងកូនស្រីបានគំនិតរបស់ពួកគេដូច្នេះនៅថ្ងៃបន្ទាប់ស្ត្រីដែលមានល្បិចកនោះកំពុងកាន់ចាំបានឲ្យកូនស្រីខ្ញុំញ៉ាំស៊ុបរុកជាតិនាងបានអះអាងថាម្ដាយរបស់នាងបានចម្អិនម្ហូបសម្ភារៈល្អបំផុតត្រូវបានប្រើប្រាស់ពេញមួយយប់វាទឹកតែត្រូវបានចម្អិនបីជាក្មេងស្រីនោះធ្លាប់មានអតីតកាលក៏ដោយពិសោធន៍លោកីដោយដឹងពីចាននេះមានអ្វីមួយខុសប្រក្រតីជាមួយអស្ចារ្យបុរាណប៉ុន្តែម្ដាយខ្ញុំមិនដឹងទេហើយខ្ញុំក៏ទទួលយកវាដោយល្ងងខ្លាំងនាងបានដាក់វាចូលក្នុងមាត់ហើយក្មេងស្រីនោះណៃគ្មានជំរឿអ្វីក្រៅពីប្រើកម្លាំងទាំងអស់ដោយមានកម្លាំងគ្រប់គ្រាន់ថ្នាំក៏ហៀចេញមកដល់ពេលនេះម៉ាក់បានផឹកស្រារួចហើយវាបានធ្លាក់ចុះស្ត្រីមានល្បិចករូបនេះដឹងថាទោះបីជាតែមាននៅលើខ្លួនរបស់ពួកគេរួចហើយនេះបង្កការគំរាមកំហែងយ៉ាងសំខាន់ក្មេងស្រីនោះបានស្រក់ទឹកភ្នែកពេលនាងក្រោកឡើងម្ដាយរបស់នាងគិតថាក្មេងស្រីនោះឃ្លានហើយចង់ញ៉ាំភ្លាមនាងកំពុងបំបៅដោះកូនប៉ុន្តែមិននឹកស្មានដល់ក្មេងស្រីបន្ទាប់ពីផឹកតែមួយកែវប៉ុណ្ណោះអតីតកាលនៅថ្ងៃបន្ទាប់ទៀត
ស្ត្រីចិត្តអាក្រក់ម្នាក់នេះផ្លាស់ប្ដូរជារៀងរាល់ថ្ងៃដើម្បីផ្ដល់ថ្នាំពុលដល់ស្ត្រីល្ងងណាស់នាងនៅតែគិតខុសវាពិតជាល្អណាស់ដែលបានខ្លាយជាស្ត្រីមានល្បិចខុសពេលនោះដឹងថាអ្វីមិនអាចបន្តដូចនេះបានទេមែនហើយខ្ញុំត្រូវគិតអំពីអ្វីមួយឲ្យបានច្បាស់តាមដែលអាចធ្វើទៅបាននោះបរិសុទ្ធចំណាស់ម្ដងទៀតនាងដើរចូលទៅហើយក្មេងស្រីនោះដឹងថានៅពេលនេះឱកាសមិនគួររំលងឡើយរងចាំមើលសិនបរិសុទ្ធចំណាស់បានក្រោកឈរឡើងភ្លាមនៅពេលដែលគាត់ដើរទៅជិតយំខ្លាំងណាស់បរិសុទ្ធចំណាស់នោះស្រាប់តែមានការថប់បារម្ភយ៉ាងខ្លាំងខ្ញុំបានទូរស័ព្ទទៅគ្រូពេទ្យភ្លាមដើម្បីឲ្យគាត់ទៅមើលតែបន្ទាប់ពីពិនិត្យរួចនោះគ្មានអ្វីចម្លែកទេវាគ្រាន់តែជាអារម្មណ៍មិនស្រួលប៉ុណ្ណោះការក្អកពេលញ៉ាំទឹកដោះគោគឺជារឿងធម្មតាស្ត្រីមានល្បិចកបានលោតចេញមកម្ដងទៀតចំអកនឹងមិនច្បាស់លាស់ដែលបង្កប់នៃអ្វីផ្សេងទៀតអត្ថន័យគឺថាស្ត្រីជាធម្មតាការមិនអើពើនឹងសុខភាពរបបអាហារនាំឲ្យវាមិនធម្មតាទេមិនដូចនាងរាល់ថ្ងៃកុំយកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នកអីកូនវាមានសុខភាពល្អណាស់ហើយអ្នកអាចជឿសម្លេងបេះដូងអ្នកបើកយន្តហោះស្រីម្នាក់បានងើបឡើងខណៈពេលកំពុងជន់លើម្ដាយរបស់នាងក្មេងស្រីនោះវាបង្ហាញថាវាមិនទាន់ចប់នៅឡើយទេហើយបន្ទាប់មកនាងយំខ្លាំងហើយក្អួតទឹកដោះគោចេញមករងចាំបរិសុទ្ធចំណាស់មកជួយនាងជូតវាចេញហើយអ្នកអាចធំក្លិនវាភ្លាមក្លិនទឹកដោះម្ដាយនេះបាត់ទៅហើយគាត់បានបញ្ជាឲ្យបរិសុទ្ធរបស់គាត់យកវាភ្លាមការធ្វើតេស្តត្រូវបានធ្វើឡើងហើយបន្ទាប់មកវាត្រូវបានចង្អុលស្ត្រីចិត្តអាក្រក់ម្នាក់យកស៊ុបមកឲ្យគេញ៉ាំជារៀងរាល់ថ្ងៃនេះក៏ត្រូវបានសាកល្បងក្នុងពេលដែលមើលឲ្យស្ត្រីដែលមានល្បិចកភ័យស្លន់ស្លោការលាតត្រដាងខ្លាំងណាស់ទើបពួកគេពិតជាពួកគេក៏ចង់ឆ្លៀតឱកាសរត់គេចខ្លួនដែរបរិសុទ្ធចំណាស់បានតាមដានវាយ៉ាងដិតដល់តែចលនានីមួយរបស់នាងអាចទៅរួចយ៉ាងណាវានឹងអនុញ្ញាតឲ្យនាងរត់ចេញហើយនាងនឹងបាត់ខ្លួនដែលចោលតេស្តបានចេញមកហើយក្មេងស្រីនោះក្អួតនឹងស្ត្រីរកឃើញនៅក្នុងទឹកដោះម្ដាយសារធាតុពុលហើយប្រភពរបស់វាគឺបេះដូងក្មេងស្រីម៉ាស៊ីនដឹកជញ្ជូនអស់ថាបុរាណជារៀងរាល់ថ្ងៃសុខដែលដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយស្ត្រីពេលកាំងថ្មីឆ្នាំហ្វាងដល់សុភាពរៀបសារនិងមានគុណធម៌ម្នាក់មែនសេចក្តីស្រឡាញ់អ្នកមានចិត្តអាក្រក់ប៉ុណ្ណាតើពួកគេហ៊ានប្រាំជោបាយដ៏គួរឲ្យស្អប់ខ្ពើមបែបនេះដោយរបៀបណាធ្វើបាបពូជពងគ្រួសារហ្គា